taជួយនិយាយពីអ្នកច្បាប់អន្តរជាតិពីររូបដែលតំណាងឲ្យកម្ពុជាដោះស្រាយអំពីច្បាប់សមុទ្រនៅពេលខាងមុខខ្ញុំអត់ស្គាល់មនុស្សពីរនាក់ហ្នឹងទេហើយក៏អត់ចាំបាច់ស្គាល់ដែរកិច្ចការនោះទុកឲ្យរាជការខ្មែរគាត់ធ្វើទៅអ្វីដែលខ្ញុំព្រួយអត់ព្រួយរឿងនីតិវិធី compulsory conciliation ហ្នឹងទេខ្ញុំអត់ព្រួយទេចៅរឿងហ្នឹងខ្ញុំអត់ព្រួយទេចាំតែចាញ់ផលមកយ៉ាងម៉េចគឺអញ្ចឹងរឿងដែលព្រួយជាងគេគឺរាជការបាត់បង់មិនឲ្យខ្មែរស្គាល់ដែនសមុទ្រនៅពេលដែលខ្មែរអត់ស្គាល់ដែនសមុទ្រតើសៀមវាចំណេញឬក៏វាខាតយើងអត់ដឹងទេពីព្រោះរាជការរបស់យើងបាត់មិនឲ្យយើងដឹងអំពីដែនសមុទ្រខ្ញុំតើអត់ចាប់អារម្មណ៍នឹងអ្នកប្រាជ្ញពីរនាក់នឹងទេចង់វាជាដុំអាចអីក៏អត់ខ្វល់ដែរណាអ្នកប្រាជ្ញពីរនាក់ហ្នឹងយើងជួលវាឲ្យលុយវាប្រមាណក៏រាជការអត់ប្រាប់យើងដែរកាលណារាជការអត់ប្រាប់យើងអត់ដឹងបើយើងបាត់ក៏យើងអត់ដឹងហើយភាគច្រើនគឺបាត់រយៈកាលកន្លងមកគឺអត់ដែលបានចំណេញទេគឺបានតែបាត់ប៉ុន្តែយើងអត់ដឹងដោយសាររាជការបាត់មិនឲ្យយើងដឹងអាហ្នឹងចឹងមិនឲ្យយើងដឹងណាអាហ្នឹងចឹងនេះគឺជាចំណុចណានេះគឺជាចំណុចតែប៉ុណ្្នឹងទេតើអត់ចាប់អារម្មណ៍អ្នកពីរអ្នកហ្នឹងទេណាវាជាដុំអាចអីក៏អត់ចាប់អារម្មណ៍ដែរទុកឲ្យរាជការគាត់ធ្វើការអូខេUNCLOS UNCLOS has no dedicated police Sovandarajan ច្បាប់អន្តរជាតិធ្វើទៅតាមបកពួកខ្លាំងឬខ្សោយនិងដើរតាមរបបប្រែប្រួលនៃនយោបាយពិភពលោកណាសូវណ្ដារាក្មួយដឹងទេថាសៀមវាហ៊ានលុបចោល MOU 44ពីព្រោះវាឃើញការប្រែប្រួលនៃពិភពលោកហើយវាបានវាស់ស្ទង់ច្បាប់ UNCLOS យូរយារណាស់មកហើយនៅពេលដែលរដ្ឋាភិបាលខ្មែរអត់ទាន់ចេះផងចំណុចដែលវាមើលឃើញថាវាអាចចំណេញបានគឺទី1ខ្មែរបាត់បង់មិនឲ្យពលរដ្ឋខ្លួនឯងយល់ដឹងអំពីច្បាប់សមុទ្រនិងដែនសមុទ្រនឹងចំណុចដែលសៀមវាកំពុងតែឃើញទី2វាបានយកឈូងសមុទ្រថៃឡង់ទាំងមូលទៅសិក្សាយូរហើយវាមិនមែនទឹមធ្វើសច្ចាប័នដូចខ្មែរយើងទេវាសិក្សាយូរហើយវាប្រហែលជាគិតថាវាមិនបាត់ប្រយោជន៍វាទេវាមិនបាត់ផលប្រយោជន៍វាទេដោយសារតែវាគិតថាអញ្ចឹងទើបវាលុបចោល MOU ឆ្នាំ2001ណាសវណ្ដារាប៉ុណ្ណឹងចំណែកស្អីទៀតចំណុចដែលជាការខាតបង់របស់ខ្មែរយើងគឺខ្មែរត្រូវគេបិទមិនឲ្យដឹងរឿងដែនសមុទ្រហើយគ្មានខ្មែរណាចេះច្បាប់សមុទ្រច្បាស់លាស់ទេដូច្នេះហើយចំណុចមួយដែលប្រហោងគឺរាជការខ្មែរបានត្រូវរើជាមួយយួនតាំងពីឆ្នាំ82បន្ទាត់មូលដ្ឋាន baseline របស់ខ្មែរគឺយួនអ្នករៀបឲ្យសៀមវាឃើញអានោះជាឱកាសរបស់វាឃើញទី1ខ្មែរជិះជាន់ខ្មែរបិទមិនឲ្យដឹងទី2មេដឹកនាំខ្មែរព្រមព្រៀងជាមួយយួនរួចទៅហើយប៉ុណ្ណាណីដោយសារអញ្ចឹងវាសង្ឃឹមថាវាមិនខាតទេវាសង្ឃឹមថាវាមិនខាតទេសៀមណារីឯលទ្ធផលពិតខ្មែរយើងអត់ដឹងទេឧទាហរណ៍ថា compulsory conciliation នឹងចប់ឆ្នាំ28ចប់ក៏ពលរដ្ឋខ្មែរអត់ដឹងថាខ្លួនខាតឬចំណេញឬក៏ស្មើដើមទេមិនបានអត់ដឹងថាខាតឬចំណេញឬស្មើដើមពីព្រោះខ្មែរអត់ស្គាល់ដែនសមុទ្ររបស់ខ្លួនព្រោះរាជការគាត់បាត់យើងអត់ដឹងថាយើងខាតឬចំណេញឬក៏ស្មើដើមទេអត់ដឹងហើយបើ2028គេចប់compulsory conciliation ហ្នឹងហើយខ្មែរ
មេដឹកនាំទៅចុះហត្ថលេខា join develop អាតំបន់ដែលដោះស្រាយគ្នាមិនរួចក៏លុយនឹងចូលកប៉ៅមេដឹកនាំមិនមែនចូលកប៉ៅយើងទេសួរវិញទៀតថាអញ្ចឹងមិនក៏វាសៀមវាចាំបាច់លុប MOU ឆ្នាំ2001ទៅអីវាលុបពីព្រោះវាគិតថាវារកចំណេញចុះបើដោះស្រាយតាម compulsory conciliation ទៅខ្មែរចំណេញអត់ដឹងពីព្រោះរាជការបាត់អត់ឲ្យដឹងចុះបើរាជការទៅ enter joint development contract ជាមួយថៃនៅតែថៃវាចំណេញមិនបានដឹងថាថៃចំណេញថៃវាមានប្រដាប់វាគ្រប់សពខ្មែរមានតែកដោ3ហើយមេដឹកនាំខ្មែរអត់ប្រាប់ប្រជាជនឲ្យដឹងបើសិនណាជាមានអ្នកណាមួយថាកុងត្រាជាមួយថៃខាតគេចាប់ដាក់គុកគេថាបំពុលអញ្ចឹងប្រជាជនខ្មែរអត់មានដឹងអីទេអត់មានដឹងអីទេអត់ដឹងអីទេណាសវណ្ណតារាហើយ7មករានេះគឺជាឆ្នាំងងុយដេកឬក៏ជាគ្រឿងញៀនមួយដ៏សាហាវសម្រាប់បំពុលខ្មែរគ្រប់គ្នាខ្មែរអត់គិតទឹកដីខ្លួនទេគិតឋានសួគ៌ចំណែកនៅថៃពុទ្ធសាសនាកំពុងដាំក្បាលចុះប្រទេសថៃកំពុងតែដើរទៅរកសេចក្តីវិនាសតែតាមមិនវិភាគដោយសារអីដោយសារគេមានអ្នកប្រាជ្ញគេឲ្យទៅខ្វល់អីចំណែកយើងនេះវាអត់មានអ្នកប្រាជ្ញជួយគិតវាមានតែអ្នកប្រាជ្ញជួយលិតអញ្ចឹងខំគិតពីខ្មែរមិននិយាយពីថៃច្រើនទេតែថៃកំពុងតែធ្វើដំណើរទៅរកសេចក្តីវិនាសសេដ្ឋកិច្ចដាំក្បាលចុះសាសនាដាំក្បាលចុះអំពើពុករលួយកើនឡើងចោរកម្មឡើងខ្ពស់មែនទែនបងប្អូនដឹងទេនៅស្រុកថៃមានរឿងមួយឈឺក្បាលចិនកុម្មុយនីសមកបើកផ្ទះសំណាក់ណាអាសន្តាគារគេមិនហៅសន្តាគារគេហៅផ្ទះសំណាក់អាហ្នឹងវាតម្លៃថោកចិនដៃគោកមកបើកផ្ទះសំណាក់នៅស្រុកថៃសម្រាប់ជួលឲ្យណាសម្រាប់ជួលឲ្យជនជាតិចិនគ្នាវាដែលមកធ្វើ scam នៅប្រទេសថៃឬក៏មកធ្វើចោរកម្មនៅថៃនៅលើដីថៃពីដើមតាំងណាស់អត់មានអាណាចាយលុយបរទេសបានទេចាយលុយអត់បានទេចាយលុយត្រូវតែចាយលុយបានឥឡូវថៃអាលួយឬចិនដៃគោកបើកផ្ទះសំណាក់នៅស្រុកថៃឥឡូវយកលុយយន់ចុយម្រែចុះមិនបានថាចិនកុម្មុយនីសអត់យកលុយយន់នៅស្រុកថៃពីព្រោះដុល្លារស្រុកថៃចិនចូលរកស៊ីស្រុកថៃលក់នំប៉ាវយកលុយបាត់តែបើកហាងអាហារចង់បានលុយយន់ដើម្បីខ្ចប់យកទៅស្រុកចិនអត់ឆ្លងធនាគារទេដល់ប៉ុណ្ណឹងអញ្ចឹងថៃវាកំពុងតែដើរទៅរកសេចក្តីវិនាសតែខ្ញុំមិនសូវយកមកនិយាយពីព្រោះវាជាជាតិគេវាជារឿងរបស់គេអត់បានទេវាជារឿងរបស់គេ